ថ្ងៃនេះខ្ញុំចង់បង្ហាញអំពីរបៀបនៃការសម្ភាសជា Site Engineer អញ្ចឹងណាបាទអញ្ចឹងបើសិនជាយើងចូលសម្ភាសមុនដំបូងអញ្ចឹងយើងអត់មានបទពិសោធន៍ទេអញ្ចឹងវីដេអូនេះអាចជាជំនួយឲ្យយើងបានមួយនៅក្នុងការធ្វើតេស្តណាសម្ភាសជា Site Engineer អញ្ចឹងណាបាទអញ្ចឹងមុនដំបូងបើសិនជាអ្នកនរនេះទៅសម្ភាសអ្នកនរនេះត្រូវរៀបចំ CV ឲ្យបានត្រឹមត្រូវតាមស្តង់ដារមានន័យថាមាន cover letter មានអីផ្សេងណាដូចវីដេអូខ្ញុំពីមុនមកណាបាទដែលនៅ join group មួយគ្នាហ្នឹងគឺបានដឹងហើយអញ្ចឹងណាបាទបន្តមកទៀតត្រូវរៀបចំខ្លួនឲ្យបានស្អាតបាតបាទឯកសណ្ឋានសក់ក្បាលហើយហ្នឹងហើយបន្តមកត្រូវយក CV ទៅជាមួយហើយចេះភាសាអង់គ្លេសផងណា Site Engineer ក៏ត្រូវទៅចេះភាសាអង់គ្លេសដែរអញ្ចឹងណាបាទអាហ្នឹងគឺជាចំណុចសំខាន់ណាបន្តមកទៀតគឺខ្ញុំនិយាយអំពីនៅពេលដែលគេសួរយើងថា Site Engineer គឺគេធ្វើអីគេខ្លះអញ្ចឹងអ្វីដែលយើងត្រូវឆ្លើយទីមួយគឺមុនដំបូងគឺយើងត្រូវចេះអានប្លង់អញ្ចឹងណាបាទ Site Engineer ត្រូវចេះអានប្លង់ត្រូវចេះអាន schedule មានន័យថាត្រូវចេះអាហ្នឹងចាត់បាច់ណាបាទហើយបន្តមកត្រូវចេះអានលើ blank DOQ មានន័យថាត្រូវចេះអានទៅលើថាតើការងារណាគេប្រើឲ្យយើងធ្វើជា scope របស់យើងហើយការងារណាខ្លះគឺជា scope របស់អ្នកដទៃអញ្ចឹងណាបាទបន្តមកទៀតត្រូវចេះ manage team by part មានន័យថាអ្នកនរគ្នាត្រូវចេះគ្រប់គ្រងជាងតាមក្រុមនីមួយៗដែលគេអាសាញឲ្យយើងណាដែលគេរៀបចំឲ្យយើងឧមាថាគេឲ្យយើងកាន់ខាង team ដែកអញ្ចឹងទៅគឺយើងត្រូវចេះគ្រប់គ្រងពួកគាត់ថាឥឡូវពីណាគេធ្វើមេក្រុមអត់ពីគាត់នៅតែពីណាគេអ្នកកាន់ហើយបន្តមកត្រូវបញ្ជាតាមផ្នែកណាយ៉ាងម៉េចណាត្រូវប្រជុំយ៉ាងម៉េចអីយ៉ាងម៉េចអញ្ចឹងទៅណាបន្តមកទៀតអ្នកនរគ្នាត្រូវចេះធ្វើ diary report បាទដូចជា to do list របស់យើងអញ្ចឹងដែរបាទហើយមួយទៀតគឺបញ្យល់អំពី process នៃការងារអញ្ចឹងខ្ញុំឧទាហរណ៍ដូចបើសិនជាគេឲ្យយើងកាន់ខាងផ្នែកដំឡើងពុំអីចឹងទៅគឺទី1គឺអ្នកនរគ្នាត្រូវចេះរៀបចំចំនួនចតុលបាទណាទីណាត្រូវចាប់យ៉ាងម៉េចណាពុំត្រូវវាស់កម្ពស់ណានីវ៉ូកម្ពស់ណាហើយកម្លាំងជាងត្រូវជូនពីណាទៅណាហ្នឹងគឺយើងបញ្យល់គេអញ្ចឹងមកជា flow ណាជា process ណាថាទឹកគួរធ្វើមិនអញ្ចឹងណាបាទទី7អ្នកយើងនិយាយអំពី evaluate មានន័យថាវាយតម្លៃថាការងារមួយហ្នឹងគឺវាអត់ទាន់ល្អ 100% ទេខាងក្រុមហ៊ុនបងគូតែបំពេញបន្ថែមខាងណាអញ្ចឹងណាបើសិនជាយើងអាចណាបាទអូខេបន្តមកទៀតគឺខ្ញុំនិយាយអំពី flow of work មានន័យថាការងារបាទលំហូរនៃការងារទី1គឺត្រូវទទួល document ពីខាង QS department សិនបាទ document នោះមានអីគេខ្លះទៅមានប្លង់មាន blank DOQ មាន schedule មានអីផ្សេងជាច្រើនណាបាទបន្តមកទៀតត្រូវចេះអានប្លង់ហើយអាន DOQ បាទត្រូវអានឲ្យដាច់ណាបន្តមកត្រូវ check ទៅលើ manpower ហើយនិង material មានន័យថា check ទៅលើកម្លាំងពលកម្មហើយនិងសម្ភារៈណាបន្ទាប់មកត្រូវធ្វើ site construction ណាទៅធ្វើជាក់ស្ដែងអញ្ចឹងគឺ flow ហ្នឹងគឺបែបហ្នឹងឯងទី1ទទួលបានឯកសារទី2ត្រូវចេះអានប្លង់ទី3ត្រូវcheck មើលលើកម្លាំងពលកម្មហើយនិង material ទី4គឺត្រូវចេះទៅធ្វើខ្លួនឯងណាអាហ្នឹងគឺជា site engineer អូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកដែល join ក្រុមមួយគ្នានេះគឺនឹងជោគជ័យបាទអូខេអរគុណ